បងប្អូនគ្នាចឹងថ្ងៃនេះយើងមកដោះស្រាយលំហាត់នៅក្នុងវិទ្យាសាស្ត្រទី1របាំងទី6របស់យើងបន្តទៀតចឹងតើយើងទៅមើលចម្លើយក្នុងការដោះស្រាយលំហាត់របាំងទី6លំហាត់អនុគមរបស់យើងសូមលោកគ្រូសូមដាក់ចម្លើយតិចសិនអូខេតោះឥឡូវយើងមើលទី6គឺឲ្យអនុគម fx ស្មើនឹងដក x ក្រេបូកឲ្យ1ដក ln x ដោយដែនកំណត់របស់វាកំណត់គ្រប់ x ធំជាង0អញ្ចឹងមករបាំងទី6របស់យើង c/2y ស្មើនឹង fx ស្មើដក x ក្រេបូកជាមួយនឹង1ដក ln x ដក ln x កំណត់គ្រប់ x នេះធំជា0យកពី0បូកទៅអ្នកនរគ្នាកន្លែងហ្នឹងតោះយើងមើលកគេឲ្យយើងធ្វើអីអ្នកនរគ្នាកកណនី f' រួចរាប់ f1 រួចទាញរកសញ្ញា fx ដោយមិនបាច់កណនី limit ចឹងដែរអូខេតោះកកណនី f' កណនី derivative អូខេយើងកណនី derivative អនុគមរបស់យើងអញ្ចឹងមកអនុគមរបស់យើងនៅគេឲ្យមកគឺ fx ស្មើនឹងដក x ក្រេបូក1ដក ln x តោះយើងធ្វើការ derivative វាអញ្ចឹង derivative នៃប្រមាណវិធីបូកដកគឺយើង derivative រៀងខ្លួនចាខាងមុខនេះគឺដក x ក្រេ derivative មួយតួទៅហើយបូកជាមួយនឹង1នេះ derivative មួយតួដែរហើយដកជាមួយនឹង ln x នេះ derivative មួយតួដែរអញ្ចឹងមកដក x ក្រេនេះយើង derivative ទៅនិតិសន្នចាស់ធ្លាក់មកដីនិតិសន្នថ្មីថយមកលេខអញ្ចឹងនិតិសន្នចាស់របស់វា2អញ្ចឹងធ្លាក់មកដីតែមកខាងមុខហ្នឹងគឺបានដក2ថយមកលេខទៅជា x ផ្សេងគុណ1 derivative នៃចំនួនថេគឺស្មើ0ហើយអញ្ចឹងកន្លែង1 0ហើយអានោះដកឲ្យ1លើx derivative លើ x គឺស្មើនឹង1លើ x អូខេយើងតម្រូវវាបែកបន្តិចទៅអញ្ចឹងយើងបានដក 2x ក្រេជាមួយនឹងដក1លើ x អូខេអញ្ចឹងយើងបាននេះនេះ f' នេះ x របស់យើងគឺស្មើនឹងដក 2x ក្រេដក1លើ x អូខេនេះគឺជាចម្លើយរបស់យើងហើយយើងរក derivative អូខេតែយើងមើលមកកលៈទៀតគេឲ្យយើងរក f នៃ1អូខេរក f នៃ1អូខេនោះអនុគម f យើងមាននៅខាងលើអញ្ចឹងយើងជំនួយវាយកទៅ f នៃ1យើងជំនួសគ្រប់ x ទាំងអស់ជំនួសដល់លេខ1ចាទៅជាដក1ក្រេបូកឲ្យនឹង1ដកឲ្យ ln 1អូខេយើងទូទាត់បានប៉ុន្មានអ្នកនរនេះ ln 1នេះស្មើ0ហើយយើងកន្លែង ln 1នេះគឺស្មើ0បាត់ហើយអញ្ចឹងដក1ក្រេវាស្មើនឹងដក1ជាមួយបូក1អញ្ចឹងអស់អញ្ចឹងចម្លើយរបស់យើងគឺស្មើនឹង0ដូចនេះf នៃ1របស់យើងគឺស្មើនឹង0អូខេហើយមួយទៀតឲ្យយើងទាញរកសញ្ញានៃ fx តោះយើងដាក់មកទៀតមកទាញរកណានៃ fx អូខេតោះទាញរកសញ្ញានៃ fx អញ្ចឹងយើងទៅមើល derivative ដោយសារតែយើង derivative ហើយអញ្ចឹងដាក់មកដោយ f' នៃ x របស់យើងស្មើប៉ុន្មានដល់នេះយើងចាប់ដកជាកតាទៅស្មើនឹងដក 2x ក្រេបូកឲ្យ1លើ x ចេះលើ x អញ្ចឹងវាតូចជាង0ពួកអីកាលណាវាអវិជ្ជមានអញ្ចឹងវាតូចជាង0ហើយយើងគេចាប់ដកជាកតាអញ្ចឹង derivative យើងតូចជាង0កាលណា derivative តូចជាង0អញ្ចឹងអនុគមចុងហើយអញ្ចឹងយើងសង់តារាងសញ្ញាបន្តិចណាអូខេយើងសង់តារាងសញ្ញាបន្តិចដើម្បីយើងសិក្សាថាវាធំជាង0តូចជាង0នៅចន្លោះណាទៅចន្លោះណាអញ្ចឹងណានេះយើងតារាងសញ្ញាអូខេតារាងសញ្ញា fx គូដៃវារៀងវិចបន្តិចនេះយើងអត់បានស្អាតទេយ៉ាទី1គឺ x 0 1បូកកណនមកកលៈទៀតគឺជាសញ្ញារបស់យើងដល់0ដោយសារវាតូចជាង0វាជាអនុគមចុះអញ្ចឹងគឺកន្លែងនេះគឺដកទាំងអស់នេះ f' របស់យើងនេះ fx អញ្ចឹងអនុគមជាអនុគមចុះកន្លែង1យើងរកគណនី f នៃ1យើងគឺស្មើនឹង0អូខេចេញដាក់មកតាមតារាងសញ្ញាវាបានតាមតារាងសញ្ញាអូខេគេបានទី1យើងមើលចន្លោះចំពោះ x នៅចន្លោះពី0ទៅ1នោះ fx យើងមិនដឹងយើង fx យើងគឺធំជាង0មួយទៀតចំពោះ x ចន្លោះពី1ទៅបូកកណន1ទៅបូកកណននោះ fx របស់យើងស្មើប៉ុន្មានយើងគឺតូចជាង0ណានេះយើងធ្វើការមើលយើងមើលកន្លែងត្រីរបស់យើងកន្លែងព្រួយទៅនេះកន្លែងគូបកក្រហមកន្លែងព្រួយបកក្រហមហ្នឹងណាយ៉ាប៉ះដៃសំទោសគ្នានេះកន្លែងហ្នឹងចុះយើងមើលទៅបើវានៅលើ0គឺមានន័យថាពី0ទៅ1កន្លែងតម្លៃ x ពី0ទៅ1គឺ fx យើងនៅលើ0ហើយចំណែកពីចន្លោះពី1ទៅបូកកណនគឺ fx យើងនៅក្រោម0អញ្ចឹងមានន័យវាតូចជាង0ហ្នឹងឯងអញ្ចឹងតោះយើងទៅមើលលំហាត់ខបន្តទៀតគេសួររកអីគេតាំង
z នៃ x ស្មើនឹងដក x បូក1បូកឲ្យលិន x នៅលើ x ហើយវាកំណត់គ្រប់ x ធំជាង0ដូចគ្នានឹងមានក្រាប់ c ហើយមកកលៈទៀតគេឲ្យយើងរក derivative នៃអនុគម c រួចទាញថា z នៃ x នោះ z' នៃ x នោះមានសញ្ញាដូច fx អូខេតោះយើងចូលមកតំពណ៌ទៀតតោះមកតំពណ៌ទៀតអូបាទដែរយើងសុំទោសអូខេតោះអូនេះដូរទៅតំពណ៌ថ្មីវិញនេះយើងខ្ញុំចង់ click អូខេបាទអូខេចូលតំពណ៌ថ្មីតោះឥឡូវយើងមើលបន្តខបន្តទៀតគឺតាំងz នៃ x មកដល់ដក x ចាំតិចអរគ្នាខ្ញុំចង់ click ប្រធានខ្ញុំទៅមើលទីនេះសិនអូខេដក x បូក1បូកឲ្យលិន x នៅលើ x អូខេកំណត់គ្រប់ x ធំជាង0កំណត់គ្រប់ x ធំជាង0ដូចគ្នាយើងបានកំណត់វាដូចគ្នាកំណត់គ្រប់ x ធំជាង0តោះឥឡូវយើងទៅរក derivative ត្បូងបំផុតក៏យើងគណនា derivative សិនហ្នឹងមកz' នៃ x យកវាមក derivative មកគ្នាយើងគឺ derivative ដូចមិញដែរដោយសារតែវាជាផលបូកផលដកអញ្ចឹង derivative រៀងខ្លួនអញ្ចឹងអាកន្លែងដក x នោះ derivative មកបានដក1កន្លែង1នោះ derivative មកបាន0អាកន្លែងលិន x លើ x នោះ derivative ផលចែកគឺយើង derivative ម្នាក់ម្ដងហើយដកគ្នាធៀបឲ្យភាគបែងលើកជាក្រេអូខេអញ្ចឹងបូកយើង derivative លិន x derivative លិន x បាន1លើx ហើយគុណឲ្យ x ដកឲ្យ derivative x វាបាន1គុណឲ្យលិន x វិញអូខេទៅហ្នឹងធៀបឲ្យភាគបែងលើកជាក្រេអូខេបាទអញ្ចឹង sin x យើងទៅមុខទៀតយើងតម្រូវភាគបែងហើយទៅដោយសារតែ1នេះវាមានភាគបែង1អញ្ចឹងវាដាក់ភាគបែងរួមមកភាគបែងរួមវាគឺ x ក្រេចានេះវាទៅជាដក x ក្រេហើយខាងនោះយើងសម្រួលទៅបាន1ដកឲ្យលិន x អូខេអញ្ចឹងដូចនេះនេះសេព្រីម x របស់យើងគឺយើងបាននេះគឺយើងគឺ x ក្រេខាងភាគបែងដក x ក្រេយកបូក1ដកលិន x នេះគឺជាចម្លើយដែលគេសួររកដំបូងគេនៅក្នុងលំហាត់កហ្នឹងអូខេកលៈទី2គេឲ្យយើងបង្ហាញថា z' នៃ x ហ្នឹងមានសញ្ញាដូច fx អូខេយើងសេប្រធានបន្តិចទៅបង្ហាញថា z' នៃ x នេះមានសញ្ញាដូច f ដូច fx អូខេអញ្ចឹងយើងមើល derivative យើងមើលដោយ derivative យើងនឹងស្មើគ្នាយើងដោយ z' នៃ x នេះស្មើនឹងដក x ក្រេបូក1ដកលិន x នៅលើ x ក្រេតែសារតែភាគបែងយើងនឹងវាលើកជាការ៉េទោះបីអវិជ្ជមានក៏ដោយក៏វាត្រូវតែធំជាង0ដែរគ្រប់ x យកពី0បូកទៅវាកំណត់លើ x ធំជាង0អញ្ចឹងដូចនេះអញ្ចឹងនោះអាសេព្រីមនេះយកសញ្ញាតាមណាបើគឺយកឬក៏មានសញ្ញាដូចភាគយករបស់យើងគឺគេដក x ការ៉េបូក1ដកលិន x ប៉ុន្តែប៉ុណ្ណឹងវាស្មើនឹងប្រមាណទេយើងដក x ក្រេហ្នឹងដក x ក្រេបូក1ដក ln x នោះវាស្មើគេវាស្មើនឹង f នេះ x វាស្មើនឹងអនុគម fx យើងអញ្ចឹងយើងបានបាទដូចនេះc' នេះ x មានសញ្ញាដូច fx អូខេតោះយើងមើលមកកលៈទៀតនោះគឺអក្សរកោគេឲ្យយើងគណនា limit នៃអនុគម z នៃ x ហ្នឹងត្រង់0និងបូកអណ្ណរួចសង់ត្រង់អធិភាពតោះយើងដាក់លំហាត់អក្សរកោខាងក្រោមបន្តិចទៅកោគណនា limit នៃ z ត្រង់0និងបូកអណ្ណអូខេតោះយើងរកត្រង់0មុនទៅ limit x ទៅរក0បូកនៃ z ស្មើនឹងlimit x ទៅ0បូកវាប៉ុណ្ណា z យើងស្មើប៉ុន្មានទេយើង z យើងស្មើនឹងដក x បូក1បូកឲ្យលិនលើ x អញ្ចឹងមកយើងបន្តមកខាងនេះតិចទៅអញ្ចឹងស្មើនឹងហ្នឹងយើងប៉ុណ្ណឹងស្មើប៉ុន្មានគឺស្មើនឹងដោយសារតែត្រង់នេះយើងពិនិត្យមើលកន្លែងនេះបន្តិចខ្ញុំគូនេះមួយតិចទៅនេះដោយសារកន្លែងហ្នឹងគូក្រហមហ្នឹងគឺវាស្មើនឹងដកអណន់អញ្ចឹងអាខាងមុខនោះកន្លែងដក x នេះយើងនៅដោយ0ទៅវាស្មើ0បាទ0បូកជាមួយនឹង1ស្មើនឹង1បូកជាមួយនឹងដកអណន់អញ្ចឹងចម្លើយរបស់យើងត្រង់គឺស្មើនឹងដកយ៉ាគឺស្មើនឹងដកអណន់យ៉ាចេញពណ៌ក្រហមយ៉ាស្មើដកអណន់យើងបញ្ជាក់ប្រាប់បន្តិចទៅព្រោះ limit នេះ x ទៅ0បូកនេះនៃ ln x ទៅលើ x នេះគឺស្មើនឹងដកអណន់អូខេអញ្ចឹងយើងបានមួយណាតោះមួយទៀត limit x ទៅបូកអណន់ហើយនៅគុំ z នៃ x ម្ដងដក x បូក1ដក
bộ chia sẻ này bộ ai lên x nó lợi x cho nó xong mắn thì dưỡng xong mắn chú tới cái lên x lợi x này cái lên cái như cú bọc màu đứt nắng nắng cứ bị màu nắng sồn để xa tạc 6 giờ khẳng lên x nâng x nâng lên x việc sau chẳng là lờ khẳng mà sồn chẳng chỉ nói tới mà nặng đó có không tiền ra mà nặng đó anh ok cái đã máu rồi cái rồi limit x control bộ của nó lên x là x như cứ máu sồn ok dùng cái này limit hay hết chẳng cái ở dưới sóng trắng ở thời điểm chẳng tỏ dương từ sóng trắng ở thời điểm bạc sóng trắng ở thời điểm sóng trắng thời điểm nên cũng dễ ok chẳng dương muốn sóng trắng ở thời điểm từ đăng ký tự đau sinh nhá đây anh cũng dễ đang sẵn tại sao thì chương bàn bằng hai mấy tha anh cũng dễ này nó bên sinh nhá đối fx chẳng dương tiền đó sinh nhá nó bỏ anh cũng dễ này nó thì đã mất đòi nói dễ prim này nhỉ vì miền sinh nhá đôi dễ này cho nó nhiều f này nhá miền sinh nhá yeah click sinh nhá miền sinh nhá đôi fx được cái bán mà chụp x bên này cho nó bên này hay giống chụp x cho nó bị xốn tối mùi nút ba fx như vì thông trường số mình chứ gen ở dưới có thông trường số đài là nhấn đó ok mình tiếp chụp x này cho nó bị muối được bộ non nút gen x có tô trường số đài rồi fx dưới có tô trường số đài là trắng thì dưới ok chẳng chừng rồi ở dây để mùi máu chụp xe để mùi chụp x mà mùi đông á x mà muối cái bán dây để mùi xong má gì vậy đó sai mà cho nữa độ mũi bụng mũi số nào nó mà sồn đi nhiều hay giờ để sao lên mũi mà sồn chắc sồn chạy cho mũi cái bàn sồn đó như xong ra thì bị áp này vị bà đã khi trong tích nó đã đầy trong đi xong cụ từ việc mình ok ok mà ok mà nói từ đây bọc thì mũi cực x z prim này x z này chẳng đang limit với cái số từ mũi từ bộ non bọc lại đi nhưng mớ đó cái ban sinh nha cả lấy nó do mà bị nà mà chúng cô ở liên mơ lại trình tích thì chứ mà dùng mơ từ này chẳng nhỉ chúng đã có hóm chính không phải mà chúng cô lại đi dùng mơ lại đi chúng cô x trên lo pixel từ mũi chúng cô trên lo pixel từ mũi cứ những ban z này ít thông chuyên sồn cái gì z này thông sồn chẳng bên đây thá sồn từ mũi cứ thông số cứ bột là những cái bố các thứ mình đã photo chỉ xem trong các bạn bố mũi tiền vừa bằng tiếng trên đó vì cái lạnh lạnh x chỉ là vì lạnh x muối từ bộ non chân gen ở dưới cứ tô chân sồn chẳng dừng từ mới gen tô chân sồn trên môi từ bộ non cứ tô chân sồn cứ nhạt đầu nó đi dần lại từ nắng là bởi dựng đặt sinh nhà từ nắng á mình che mở ấp lại nắng thấy dùng mưa limit trong đan bao dướng kháng sồn bố ban này cái hình bạn đỏ chẳng đỏ nón hoặc kháng bộ non bao dướng của chính đỏ nón này đỏ nón tiền hay kiện nữa f này mua dưỡng mà z này mua dưỡng mà sồn chẳng cái cứ sồn đỏ anh ấy cứ tự từ bao nhiêu tờ cầm sồn tiền chẳng dừng mơ từ độ hạt ở sạc khố bao dưỡng cái tha ở dương thời cái dưỡng bằng hai thao bật ở sạc đi đó vậy cho mình ở dương từ mơ thiên hàng cao ở sạc khố bằng hai thao bật đi để tăng được đi đứng thì cái mà độ x bột muối chia sim tốt trade này gặp gì chẳng bao vi chia sim tốt trade lutra tái dương do kho độ bao vía toàn đây nó cùng cặp sẽ nó độ hết dương thực ra limit tự limit x cái bộ độ nó mà sâu tiết anh nói cứ chia sẻ trade ok tập mà tập có tiết dưới mà chẳng là sao khố dạ đã ép này sao khố cái ao giữa bằng hàng thá bằng hàng thá mình có đế tăng được đế để vì smart nó sẽ mấy cái y mà độ x bột ao muối chia sim trade ok here sim tốt trade ok chia sim trade lấy xì ok tránh đạm máu kịp bán chúng ta có limit này chứ chúng limit control của con nón này nó cũng cặp xe nó cũng bọc cặp xe bao nhiêu cứ dương chị nó cũng kia này chứ anh cũng tăng được cặp xe hiện tại đôi dế sẽ này ở dùng độ chữ mùi đừng lúc đây chứ mất y gạch này đây bao nhiêu mất
បើយើងទូទាត់វាទៅស្មើ0នឹងមានន័យថាវាជាសំទុត trade ហើយបុកកណ្ណន់អញ្ចឹងមកយើងយកវាជំនួសចូលមកអនុគមរបស់ z របស់យើងគឺស្មើប៉ុន្មានហើយយើងអនុគម z របស់យើងដក x បូក1បូកលន x នៅលើ x យើងដកជាមួយនឹងបន្ទាត់ d របស់យើងគឺដក x បូក1អូខេខ្ញុំសូមដាក់សញ្ញាស្មើនៅខាងក្រោមនេះយើងហ្នឹងហើយពួកយើងដោយសារកតារៀងខ្លីដែរអញ្ចឹងដកមកនៅសល់គេសល់ limit របស់យើង x ទៅដល់បូកកណ្ណន់ដដែលអស់នោះដកមកនៅសល់តែលន x ទេនៅលើធៀប x អញ្ចឹង limit x ទៅដល់បូកកណ្ណន់នៃផលធៀបលន x នៅលើ x គឺស្មើនឹង0អញ្ចឹងបើសិនជាស្មើ0អញ្ចឹងយើងបានដូចនេះបណ្ដោយដូចនេះបន្ទាត់ដែលមានសមីការបន្តែយើងបាច់សេដាក់តែបន្ទាត់ d មកយើងចង់សេពេញដាក់បន្ទាត់ដែលមានសមីការ grad ដក x បូក1ជាasymptote trade នៃក្របផ្សេងអូខេអត់សខោយើងហើយតោះអត់សងងគេឲ្យយើងសងប្រាប់ងឲ្យយើងសងក្របនិងបន្ទាត់ d សងក្របសេនិងបន្ទាត់ d អូខេអញ្ចឹងយើងសិក្សាតម្លៃនៃបន្ទាត់ d តិចទៅយើងបន្ទាត់ d របស់យើងគេឲ្យមកដក x បូក1អញ្ចឹងមកវាសិក្សាតិចទៅបន្ទាត់ d របស់យើង x y ភាសាតែពីតម្លៃបានទេយើងអត់ចំច្រើនទេអញ្ចឹងយើងឲ្យ x ស្មើ0ទៅ y 1បន្ទាប់មកយើងឲ្យ y នេះ0វិញទៅ x យើងគឺស្មើនឹង1វិញទេកាលហ្នឹងតោះនេះគេយើង x 1 y 0 x 0 y 1តោះយើងសង់តិចមកđể sangគូនៅក្នុងនេះនៅក្នុងទូរស័ព្ទដៃវាយើងពិបាកតិចគ្នាយើងរៀនកោងពិបាកមើលតែយើងគូត្រួសគ្នាយើងរៀនគូតាមណាដាក់ឲ្យបន្ទាត់មួយត្រង់ផ្លឹងមកទៅយើងគូមកវិញណាដោយសារខ្ញុំក្នុងនេះវារៀងវិញតិចហើយអូមកមួយទៀតឈរដេកយើងគូមកឲ្យត្រង់មកណា y print អូច្រឡំ x ជាសាច់នេះដាក់ y ដាក់វិញតិច y print នេះកន្លែងកែងយ៉ាគុលអយើងគឺគុលតម្រុយគឺ0ឯងហើយយើងចាប់ដើមមើល asymptote trade របស់យើងគឺ x 1 y 1អញ្ចឹងខ្ញុំសុំមកទៅនេះ1ណា 1 y 1អញ្ចឹងអ្នកខ្ញុំរកមើលបន្ទាត់ដាក់គូលើទូរស័ព្ទសិនដល់គូកាត់អត់នេះយើងសាក់យកបន្ទាត់សាក់ដាក់គូណាដល់គូកាត់អត់ទេយើងអូខេយើងវិញតិចយើងអាហ្នឹងគឺយើងតាំងដោយដែលមានសមីការ y ដល់ x បូក1នៅ asymptote trade របស់យើងណាយើងហើយនឹងក្រាបរបស់យើងមកយើងទៅមើលបន្តិចសិនណាយើងទៅមើលត្រាងអាទិភាពមកត្រាងអាទិភាពយើងគឺមានរៀងចេះតែយើងត្រូវគូមិនមកអញ្ចឹងអនុគមខ្សែកោងយើងគឺវាឡើងស្របជាមួយនឹង0ជាមួយដែនកំណត់ហ្នឹងឡើងរហូតមកដល់កន្លែង0និង1ហើយចុះមកវិញដែលស្ថិតនៅលើ asymptote trade អូខេអាហ្នឹងគឺខ្សែក្រាបរបស់យើងគឺអញ្ចឹងតោះឥឡូវយើងទៅគូដល់គ្នាអញ្ចឹងវាឡើងរហូតដល់1វាឡើងកន្លែង0បូកនេះយ៉ាខ្ញុំ add បន្ទាត់ចូលសិនadd ខ្លោចដៃអូខេសូននេះអាហ្នឹងគឺជាដែនកំណត់របស់យើងអញ្ចឹងវារាប់ជាមួយហ្នឹងរាប់រហូតដល់កន្លែងនេះដល់កន្លែងហ្នឹងហើយវាចុះទៅវិញយ៉ាបាក់ដៃទៀតហើយជាស្រេចនេះយើងមកម្ដងទៀតនេះវាឡើងរាប់ពីហ្នឹងរាប់រហូតដល់ហ្នឹងហើយវាចុះមកវិញមកនៅពីលើ asymptote trade ខ្ញុំពីគូស្អាតណាគូស្អាតតែខ្ញុំគូនេះខ្ញុំអត់ជំនាញគូទេនៅលើទូរស័ព្ទដៃវារឿងពិបាកគូអញ្ចឹងនេះគឺជាក្រាបសេរបស់យើងហើយនេះគឺជា1តែនេះគឺ1ហើយនេះក៏1ដូចគ្នាដែរអូខេអញ្ចឹងអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើនបាយបាយ